សួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះគឺថាអត់ឲ្យខាតពេលទេឲ្យតែមានខ្ញុំកំងគឺខ្ញុំឆ្លៀតធ្វើវីដេអូជូនបងប្អូនហើយដោយសារអីកុំឲ្យបាត់មុខខ្ញុំយូរបងប្អូនអញ្ចឹងឲ្យតែខ្ញុំទនេមួយថ្ងៃក៏ដោយ2ថ្ងៃក៏ដោយគឺខ្ញុំមិនឆ្លៀតធ្វើវីដេអូឲ្យតែភ្ញៀវកំងមិនថាតិចមិនថាច្រើនទេអញ្ចឹងឥឡូវនេះគឺភ្ញៀវគាត់កំងជាមួយនឹងកាហ្វេដាក់គោកៅតូចមួយជាមួយនឹងកៅធំមួយណាបងប្អូននេះកៅលេខ22សម្រាប់នេះកៅលេខ32តោះឥឡូវខ្ញុំមកមើលពីរបៀបធ្វើកាហ្វេកៅតូចនិងកៅធំ22និង32ជូនបងប្អូនទាំងអស់គ្នាប៉ុន្តែសម្រាប់ភ្ញៀវនេះគឺគាត់អត់ញ៉ាំផ្អែមទេគាត់ញ៉ាំរសជាតិមកល្មមអញ្ចឹងខ្ញុំវល់ឲ្យបងប្អូនមើលសម្រាប់កៅ22គឺខ្ញុំលក់3000សម្រាប់កៅលេខ32គឺខ្ញុំលក់5000ណាបងប្អូនសម្រាប់កៅតូចគឺយកទៅដោះគោ50ស្មើបងប្អូនគឺយករសជាតិមកល្មមគេអត់យកផ្អែមពេកទេអញ្ចឹងខ្ញុំយក50ស្មើស្រាប់កាហ្វេបងប្អូនចាក់ចេះក៏បានចាក់ចឹងក៏បានដែរខ្ញុំចាក់ចេះបងប្អូនមើល150ទៅនេះ150បែបនេះហើយបើជាទូទៅគឺខ្ញុំមិនដែលវល់ដោយសារតែខ្ញុំចាប់ដៃបងប្អូនពេលណាខ្ញុំចាក់អញ្ចឹងបងប្អូនឃើញហ៎ពេលណាដែលខ្ញុំចាក់អញ្ចឹងក៏វាស្មើប៉ុណ្ណឹងពេលណាខ្ញុំវល់ក៏វាស្មើប៉ុណ្ណឹងដោយសារយើងវល់ជាប្រចាំអញ្ចឹងទៅយើងចាំដៃអញ្ចឹងណានេះសម្រាប់កៅតូចអញ្ចឹងចូលមកដល់កៅធំកៅលេខ32ចាច្រឡំបងប្អូនហើយកៅលេខ32គឺខ្ញុំយក1កាំកន្លះបងប្អូនដឹងហើយចឹងវាស្មើនឹង70នេះ1កាំកន្លះចឹងមកបើយើង2កាំនេះស្មើ100ចឹង1កាំកន្លះវាស្មើនឹង170ឬក៏180អញ្ចឹងណាបងប្អូននេះ170 180អើយមាត់ខ្ញុំវាស្មើនឹង70ឬក៏80អីចឹងទៅណាបងប្អូនលើខុសតែគ្នាតិចតួចអញ្ចឹងណាអើយខ្ញុំអញ្ចឹងខ្ញុំវល់កាហ្វេពេលខ្ញុំចាក់ដាក់នៅកែវនេះបងប្អូនគឺខ្ញុំវល់យក250កែវធំគឺស្មើនឹងលេខប៉ុណ្ណឹង250នេះខ្ញុំចាក់200សិនណាដោយសារវាពេញកែវបងប្អូននេះប៉ុណ្ណឹងមកបាន2កែវហ្នឹងឯងបងមុំទេកំងមិនឲ្យយកឲ្យគាត់ថែម50ទៀតមកនេះ250បងប្អូនស្នាក់មួយកាហ្វេខ្ញុំគឺគាត់ញ៉ាំសិតតែកាហ្វេចាស់បងប្អូននេះចឹងមកហើយស្រាប់ទៅដល់គោស្រស់បងប្អូនចង់វល់ក៏បានអត់វល់ក៏បាននិយាយទៅគឺយើងគ្រាន់តែដាក់បន្ថែមពីលើហ្នឹងអញ្ចឹងណាបើចង់វល់យក50មកបងប្អូនកែធំនេះបើនិយាយទៅតាមយើងដែរបងប្អូនដល់ថាយើងស្ទើរចិត្តអូយដាក់50ទៅមើលទៅដូចរៀងស្ទើរចិត្តឯងថែម10ទៀតឯគេទៅថែមទៅដូចខ្ញុំមិនអញ្ចឹងណាមិនខ្ញុំថាខ្ញុំដាក់យកតែ50ទេតែដល់ពេលដាក់50ទៅមានអារម្មណ៍ថារៀងស្ទើរចិត្តណាព្រោះអ្នកលក់នេះច្រើនណាស់រៀងស្ទើរចិត្តអញ្ចឹងខ្ញុំថែម10ទៀតវាឡើង60អញ្ចឹងពីព្រោះអាទឹកដោះគោស្រស់ត្រឹម10ត្រឹមអីហ្នឹងគឺវាអត់មានអីទេបងប្អូនគ្រាន់តែជាការបន្ថែមឲ្យគេយករសជាតិឈ្ងុយទៅតាមហ្នឹងទេអញ្ចឹងណានេះកៅ22និងកៅ32បងប្អូនអរគុណបងប្អូនសម្រាប់ការចូលមើលវីដេអូរបស់ខ្ញុំហើយកុំភ្លេចចុច Subscribe ផងណាបងប្អូនទាំងអស់គ្នាអរគុណហើយបងប្អូនដែលចង់ដឹងពីភេទជ្ជៈផ្សេងទៀតបងប្អូនអាច comment នៅក្នុង channel របស់ខ្ញុំបានរាល់វីដេអូរបស់ខ្ញុំបងប្អូនចូល comment ទៅបងប្អូនចង់ចេះភេទជ្ជៈណាមួយបងប្អូនសួរទៅរាល់ពេលដែលខ្ញុំធានាគឺខ្ញុំនឹងឆ្លៀតលើកលើភេទជ្ជៈហ្នឹងមកធ្វើជូនបងប្អូនទាំងអស់គ្នាហើយនឹងប្រាប់ពីរូបមន្តធ្វើប្រចាំពីតូបខ្ញុំយ៉ាយ៉ាកាហ្វេទៅណាបងប្អូនអរគុណ